Om Namo Tani ថ្ងៃនេះអាត្មាមកនិយាយការពិតដ៏កំពុងខ្ពស់អរិយសច្ចៈ4យ៉ាងដែលជាបេះដូងនៃព្រះពុទ្ធសាសនាសម្រាប់ផ្លូវទៅកាន់ការរំដោះទុក្ខអរិយសច្ចៈសេចក្តីពិតនៃទុក្ខមានន័យថាការដឹងនិងទទួលស្គាល់ថាទុក្ខពិតជាមានមែនឧទាហរណ៍ការកើតចាស់ឈឺស្លាប់ការព្រាត់ប្រាសពីមនុស្សដែលជាទីស្រឡាញ់ការជួបនិងការមិនពេញចិត្តដែលការមិនបានសម្រេចតាមសេចក្តីបំណងនិយាយរួមគឺការដោះជំពាក់និងរួមកាយនិងចិត្តនៃខណ្ឌ5ពីសមុទយអរិយសច្ចៈសេចក្តីពិតនៃហេតុដែលនាំឲ្យកើតទុក្ខមានន័យថាមូលហេតុចម្បងដែលបង្កើតឲ្យមានសេចក្តីទុក្ខគឺតណ្ហាសេចក្តីប្រាថ្នាចង់បានមិនចង់ចេះឆ្អែតឆ្អន់ប្រភេទនៃតណ្ហាកាមតណ្ហាការចង់បានខាងរូបសម្លេងក្លិនរសនិងការប៉ះពាល់ភវតណ្ហាការចង់បានចង់ជានិរន្តរ៍ចង់ឲ្យអ្វីនៅតែល្អរហូតវិភវតណ្ហាការចង់រំលត់ការបាត់បង់ឬចង់ជួបប្រទះនឹងអ្វីដែលមិនពេញចិត្តនិរោធអរិយសច្ចៈសេចក្តីពិតនៃការរំលត់ទុក្ខមានន័យថាការរំលត់ទៅនៃសេចក្តីទុក្ខឬការឈានទៅដល់ព្រះនិព្វានការយល់កាលណារំលត់តណ្ហាសេចក្តីលុបលន់និងការជាប់ជំពាក់បានទាំងស្រុងនោះសេចក្តីទុក្ខទាំងពួងក៏ត្រូវបានរំលត់ទៅជាមួយគ្នាដែរចិត្តនឹងទទួលបានសេចក្តីសុខសាន្តមគ្គអរិយសច្ចៈសេចក្តីពិតនៃផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខមានន័យថាផ្លូវកណ្ដាលមជ្ឈមាឬអរិយមគ្គមានអង្គ8ដែលជាវិធីដោះអនុវត្តជាក់ស្ដែងដើម្បីឈានទៅរកការរំលត់ទុក្ខមួយសមាទិដ្ឋិយល់ឃើញត្រូវយល់ដឹងពីអរិយសច្ចៈ4ពីសមាសង្កេបៈត្រេះរិះត្រូវការមិនគុំគួនមិនព្យាបាទ3សមាវាចាសម្ដីត្រូវមិនកុហកមិនញុះញង់មិនត្រគោះបោះបោក4សមាកម្មន្តៈការងារត្រូវមិនសម្លាប់សត្វមិនលួចទ្រព្យគេមិនខុសក្នុងកាម5សមាអាជីវៈចិញ្ចឹមជីវិតត្រូវប្រកបបរិទេសកិច្ចសុចរិត6សមាវាយាមៈព្យាយាមត្រូវព្យាយាមលះបង់អំពើអាក្រក់ចម្រើនអំពើល្អ7សមាសតិរំលឹកត្រូវដឹងខ្លួនជានិច្ចលើកាយនិងចិត្ត8សមាសមាធិតម្កល់ចិត្តត្រូវចិត្តស្ងប់ទំមាំ